សារលិខិតដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដែលមានខ្លឹមសារដូចតទៅកម្ពុជាជ្រើសរើសយកច្បាប់អន្តរជាតិនិងសន្តិភាពថ្ងៃនេះទី15មិថុនាឆ្នាំ2025រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជូនលិខិតជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយពាក់ព័ន្ធទៅនឹងបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីគប់ជួនផងដែរកាលពី63ឆ្នាំមុននៅថ្ងៃទី15មិថុនាឆ្នាំ1962គឺជាថ្ងៃប្រវត្តិសាស្ត្រដែលតុលាការអន្តរជាតិ ICJ បានសម្រេចឲ្យកម្ពុជាឈ្នះលើរឿងក្តីប្រាសាទព្រះវិហារទោះបីជាព្រឹត្តិការណ៍ទាំងពីរនេះកើតឡើង63ឆ្នាំខុសពីគ្នាក៏ពិតមែនប៉ុន្តែស្មារតីនិងគោលបំណងគឺដូចគ្នាគឺកម្ពុជាជ្រើសរើសយកការដោះស្រាយដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិតាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ ICJ សម្រាប់ការដោះស្រាយបញ្ហាព្រំដែននៅតំបន់ដែលមានលក្ខណៈស្មុគស្មាញខ្លាំងនិងមានហានិភ័យខ្ពស់នៃចំនួនប្រដាប់អាវុធហើយដែលយន្តការទ្វេភាគីមិនអាចដោះស្រាយចប់ដូចជានៅតំបន់ប្រាសាទព្រះវិហារកាលពីជាង60ឆ្នាំមុននិងតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីនាពេលបច្ចុប្បន្នកម្ពុជាត្រូវការតែយុត្តិធម៌ភាពត្រឹមត្រូវនិងច្បាស់លាស់មួយក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាងដើម្បីកុំឲ្យកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នាសូមបងប្អូនជនរួមជាតិទាំងអស់ផ្ដល់ការទុកចិត្តមកលើរាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាសូមបញ្ជាក់ចំពោះលិខិតផ្លូវការនេះក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិបានចាត់តាំងមន្ត្រីមួយរូបធ្វើដំណើរតាមយន្តហោះដើម្បីនាំយកលិខិតនេះដោយផ្ទាល់ទៅប្រគល់ជូនស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ដែលមាននិវេសនដ្ឋាននៅទីក្រុងប្រូសែលប្រទេសបែលហ្សិកនៅថ្ងៃច័ន្ទស្អែកនេះស្ថានឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់នឹងប្រគល់ដោយផ្ទាល់ដៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេ